សូមជម្រាបសួរមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនាំមកនូវរឿងមួយមានដំណើរថាភូមិថ្មចាស់ជាភូមិតូចមួយដែលមានអ្នកស្រុករស់នឹមដោយពឹងផ្អែកលើរបរកសិកម្មនិងការលក់វត្ថុអនុស្សាវរីយ៍នៅក្បែរប្រាសាទបុរាណដែលគេហៅថាប្រាសាទស្រមោលប្រាសាទនេះល្បីល្បាញដោយសារតែវាតែងតែមានម្លប់ងងឹតត្រជាក់ជានិច្ចទោះបីថ្ងៃត្រង់ក្តៅប៉ុណ្ណាក៏ដោយណារ៉ាជាយុវជនអាយុ20ឆ្នាំកូនកំព្រាឪពុកម្ដាយរស់នៅជាមួយជីដូនដែលមានជំងឺជីវភាពរបស់គេតោកចាកប៉ុន្តែគេមានក្តីស្រមៃចង់ស្ដារភូមិឲ្យមានភាពរីកចម្រើនដោយមិនប៉ះពាល់ដល់ប្រាសាទបុរាណឡើយថ្ងៃមួយណារ៉ាបានរៀបចំសម្អាតខ្ទមចាស់របស់ជីតាគេដែលជាអ្នកបុរាណវិទូស្ម័គ្រចិត្តកាលពីជំនាន់មុនក្នុងទ្រុងឈើមួយគេបានរកឃើញសៀវភៅកំណត់ហេតុចាស់មួយដែលមានសភាពជ្រាវជ្រួញថតដោយក្រដាសលឿងនៅលើគម្របសៀវភៅសរសេរដោយដៃជីតាគេថាអាចកំបាំងដែលត្រីលាក់បាំងក្នុងប្រាសាទស្រមោលកំណត់ហេតុនោះរៀបរាប់ពីវត្តមាននៃកំណប់ដ៏មានឥទ្ធិពលមួយដែលគេហៅថាកែវភ្នែកអាទិទេពលាក់នៅក្រោមប្រាសាទដើម្បីការពារភូមិពីមហន្តរាយកំណត់ហេតុក៏មានគូរូបផែនទីរូងភ្នំដ៏ស្មុគស្មាញនិងនិមិត្តសញ្ញាបុរាណជាច្រើនផងដែរណារ៉ាមានអារម្មណ៍ថាជីវិតរបស់គេនឹងលែងដូចដើមទៀតហើយយប់នោះណារ៉ាសម្រានលងលក់យ៉ាងជ្រៅគេយល់សប្តិឃើញខ្លួនឯងឈរនៅកណ្ដាលប្រាសាទស្រមោលពេលនោះព្រះអាទិត្យរះចំពីលើប៉ុន្តែប្រាសាទនៅតែងងឹតដូចពេលយប់គេដើរសំដៅទៅជញ្ជាំងដែលមានចម្លាក់បុរាណហើយនិមិត្តសញ្ញាពុទ្ធដែលមានក្នុងកំណត់ហេតុជីតាគេក៏បញ្ចេញពន្លឺពណ៌ខៀវខ្សោយភ្លាមនោះសំឡេងស្អកមួយបានលាន់ឮពីគ្រប់ទិសទីយុវជនចម្លងនៃបណ្ដាសាចិត្តដាច់ហើយកែវភ្នែកកំពុងរងចាំអ្នកមៀតឈាមស្មោះត្រង់មកការពារបន្ទាប់មករូបរាងស្រមោលមួយបានលេចឡើងនៅពីមុខគេស្រមោលនោះមានសន្តានដូចញាក់ចម្បាំងបុរាណកាន់ដាវដដីហើយចង្អុលទៅត្រពាំងទឹកដ៏ខ្មៅមួយនៅក្បែរប្រាសាទមុននឹងភ្ញាក់ពីទំនេរណារ៉ាឮសំឡេងដាស់តឿនមួយឃ្លាច្បាស់ថាជឿតែអ្នកដែលមើលឃើញស្រមោលប៉ុណ្ណោះពេលភ្ញាក់ឡើងណារ៉ាដឹងថានេះមិនមែនជាសុបិនធម្មតាទេគេចាប់ផ្ដើមកាន់តែជឿលើអ្វីដែលសិភៅកំណត់ហេតុរបស់ជីតាគេបានរៀបរាប់ណារ៉ាសម្រេចចិត្តយកកំណត់ហេតុនោះទៅសួរលោកតាសោមលោកតាសោមគឺជាអ្នកថែរក្សាប្រាសាទដ៏ចំណាស់បំផុតនៅក្នុងភូមិគាត់ជាមនុស្សម៉ឺងម៉ាត់រក្សាខ្លួនស្ងៀមស្ងាត់ហើយតែងតែកាន់ឈើច្រុតឆ្លាក់ក្បាច់បុរាណមួយពេលឃើញកំណត់ហេតុលោកតាសោមមានទឹកមុខតក់ស្លុតយ៉ាងខ្លាំងហើយគាត់បានដកដង្ហើមធំលោកតាចាប់ផ្ដើមប្រាប់រឿងដែលអ្នកភូមិល្បីតគ្នាកាលពីបុរាណកែវភ្នែកអាទិទេពត្រូវបានព្រះមហាក្សត្រយកមកលាក់ទុកដើម្បីកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចសត្រូវកែវភ្នែកនោះមិនមែនជាមាសប្រាក់ទេតែជាថាមពលកម្លាំងធាតុទាំង4ក៏ប៉ុន្តែអ្នកការពារចំនួនចាស់បានធ្វើកំហុសដ៏ធ្ងន់ធ្ងរធ្វើឲ្យវិញ្ញាណចាស់ទាំងនោះคล้ายទៅជាបិសាចយាមកំណប់ទៅវិញនរណាដែលហ៊ានលូកដៃនឹងត្រូវបណ្ដាសាររហូតដល់7ជំនាន់លោកតាសោមប៉ាន់ហាមឃាត់ណារ៉ាដាច់ខាតមិនឲ្យបន្តរឿងនេះទៀតទេតែភ្នែករបស់គាត់បែរជាបង្ហាញពីភាពភ័យខ្លាចនិងអាចកំបាំងយ៉ាងជ្រាលជ្រៅណារ៉ាដឹងថាលោកតាកំពុងលឹកអ្វីមួយទោះបីជាត្រូវបានហាមឃាត់ណារ៉ានៅតែចង់ស្វែងយល់ការពិតគេចាំរូបភាពក្នុងសុបិននិងផែនទីរបស់ជីតាហើយទៅកាន់ទីធ្លាខាងលិចប្រាសាទនៅទីនោះគេបានឃើញថ្មធំមួយដុំដែលពោរពេញទៅដោយស្លាយណារ៉ាក៏ចាប់ផ្ដើមដួសសម្អាតថ្មនោះចេញពេលស្លាយអស់គេឃើញនិមិត្តសញ្ញាដែលមានក្នុងកំណត់ហេតុជីតានិងក្នុងសុបិនរបស់គេវាគឺជារូបនាគព័ទ្ធជុំវិញផ្នែក3ជ្រុងនៅចំពីមុខនិមិត្តសញ្ញានោះមានពាក្យខ្មែរបុរាណចារឹកថានៅពីក្រោយជើងនាគគឺជាផ្លូវនៃភាពងងឹតណារ៉ារុករកនៅជុំវិញថ្មនោះក៏បានរកឃើញគន្លឹះសម្ងាត់មួយគេចុចគន្លឹះនោះហើយដីនៅពីមុខថ្មក៏ចាប់ផ្ដើមរំកិលយឺតបើកចេញជាចន្ទាចូលទៅក្រោមដ៏តូចជាងអៀតមួយវាគឺជាច្រកចូលរូងភ្នំនៅក្រោមប្រាសាទណារ៉ាមានការភ័យខ្លាចបន្តិចតែมันអាចទប់ទល់នឹងការចង់ដឹងបានឡើយគេក៏សម្រេចចិត្តចូលទៅក្នុងរន្ធនោះទាំងមានកំណត់ហេតុជាប់នឹងខ្លួនពេលដែលគេកំពុងរៀបចំខ្លួនចុះ
ស្រាប់តែគេឮសំឡេងជើងមនុស្សដែលមកពីក្រោយកំពតព្រៃបុរសមាសធំពីរនាក់បានលេចមុខមកពួកគេមានទឹកមុខមាំហើយកាន់កាំបិតជាប់ដៃគេជាក្រុមឈ្មួញរកវត្ថុបុរាណដែលល្បីខាងលួចវត្ថុពីប្រាសាទ ហើយនឹងហើយមែនទេក្មេងដែលមានគំនិតហេតុរបស់តាចាស់ប្រគល់វាមកឲ្យយូនបុរសមាសធំម្នាក់ស្រែកណារ៉ាបានដឹងថាមាននរណាម្នាក់បានលួចព័ត៌មានគេហើយគេរត់ចេញពីច្រកទ្វារសម្ងាត់នោះហើយព្យាយាមបន្លំខ្លួនទៅក្នុងភូមិភ្ញៀវទេសចរដែលទើបតែមកដល់ក្នុងពេលគេចខ្លួនណារ៉ាបានរត់បុកនឹងក្មេងស្រីម្នាក់ដែលស្លៀកពាក់សាមញ្ញហើយមានទឹកមុខស្លេកស្លាំង ពេលនោះក្មេងស្រីនោះបាននិយាយទៅកាន់ណារ៉ាដោយសំឡេងតិចៗថាខ្ញុំឃើញស្រមោលនៅពីក្រោយអ្នកពួកគេចង់បានសៀវភៅហ្នឹងណារ៉ាដឹងភ្លាមថាក្មេងស្រីម្នាក់នេះគឺជាអ្នកដែលមើលឃើញស្រមោលដូចក្នុងសុបិនរបស់គេគ្រោះថ្នាក់កំពុងតែក្រិតមៀងហើយ ក្មេងស្រីនោះឈ្មោះសូភីអាយុ16ឆ្នាំជាកូនអ្នកភូមិនៅទីនោះតែនាងមានសមត្ថភាពពិសេសក្នុងការមើលឃើញវិញ្ញាណនិងស្រមោលអាក្រក់ណារ៉ាបានសម្រេចចិត្តទុកចិត្តនាងព្រោះសម្ដីនាងត្រូវគ្នានឹងការណែនាំក្នុងសុបិនណារ៉ាបានរៀបរាប់រឿងកំណត់ហេតុនិងកំណប់ប្រាប់សូភាដឹងថាគ្រោះថ្នាក់នេះមិនមែនជារឿងលេងសើចទេហើយក៏យកព្រមជួយណារ៉ាការពារកំណត់ពិសិដ្ឋនេះនាងប្រាប់ថាក្រុមឈ្មួញដែលតាមណារ៉ាមកនេះគឺមានកម្លាំងស្រមោលអាក្រក់ខ្លះតាមជាប់នៅពីក្រោយពួកគេសូភាបាននាំណារ៉ាទៅកន្លែងស្ងាត់មួយនៅក្បែរដើមជ្រៃធំហើយចាប់ផ្ដើមបិទភ្នែកធ្វើសមាធិនាងបានតាក់ទងជាមួយវិញ្ញាណនៃអ្នកការពារប្រាសាទដែលជាវិញ្ញាណបុរាណនៅតែការពារទឹកដីវិញ្ញាណបាននិយាយតាមរយៈសូភាថាកំណប់នេះមិនមែនជាមាសប្រាក់ទេគឺជាកែភ្នែកអតិទេពជាវត្ថុដែលអាចគ្រប់គ្រងធាតុធម្មជាតិទាំង4ពួកឈ្មួញចង់បានវាដើម្បីបំផ្លាញសន្តិភាពអ្នកត្រូវតែលឿនជាងពួកគេវិញ្ញាណនោះក៏បានប្រគល់អង្កាមតូចមួយដែលមានកម្លាំងការពារមកឲ្យសូភានិងណារ៉ានិងសូភាត្រឡប់ទៅច្រកចូលសម្ងាត់ដែលណារ៉ាបានរកឃើញវិញមុននឹងចុះពួកគេបានបិទផ្លូវនោះដោយថ្មធំឡើងវិញដើម្បីបាំងភ្នែកឈ្មួញពួកគេកាន់គោមប្រេងកាតដើរចូលតាមចន្ទើចង្អៀតទៅកាន់រូងភ្នំដងងឹតក្លិនស្អុយសើមនិងមានសំណើមខ្ពស់ជញ្ជាំងពោពេញដោយឫសឈើរហូតមកដល់ដីសូភាកាន់តែព្រឺសម្បល់ពីលចូលទៅព្រោះនាងឮសូរសំឡេងខ្មោចយាមនៅជុំវិញខ្លួននាងពេលទៅដល់ផ្លូវបំបែកទី1ពួកគេត្រូវប្រឈមមុខនឹងរូបចម្លាក់បុរាណជាច្រើនដែលមានឆ្លាក់រូបសត្វចម្លែកៗណារ៉ាប្រើផែនទីក្នុងកំណត់ហេតុជីតាដើម្បីរកផ្លូវសុវត្ថិភាពពេលកំពុងដើរកាត់ផ្លូវមួយដែលមានចម្លាក់ទេពធីតាមុខ3សូភាបានរអិលជើងប៉ះនឹងយន្តការអន្ទាក់បុរាណមួយនាងស្រាប់តែមានអារម្មណ៍ថាកម្លាំងមិនល្អបានជ្រាបចូលក្នុងខ្លួននាងមុខនាងចាប់ដើមស្លេកហើយនាងមិនអាចមើលឃើញវិញ្ញាណបានទៀតទេណារ៉ាដឹងថាសូភាត្រូវបានបណ្ដាសាការពាររបស់ប្រាសាទធ្វើឲ្យចុកខ្សោយហើយពេលព្យាយាមព្យាបាលសូភាណារ៉ាបានចាប់ផ្ដើមសង្ស័យលោកតាសោមសាជាថ្មីនរណាទៀតដែលដឹងរឿងនិមិត្តសញ្ញានឹងច្រាក់ចូលក្រៅពីលោកតានិងខ្លួនគេណារ៉ាបានលួចត្រឡប់ទៅភូមិវិញដើម្បីស៊ើបអង្កេតគេសង្កេតឃើញលោកតាសោមតែងតែនិយាយទូរស័ព្ទជាមួយនរណាម្នាក់ដោយសំឡេងតិចៗហើយមានភាពភ័យខ្លាចណារ៉ាគិតថាលោកតាបានទទួលលុយពីក្រុមឈ្មួញដើម្បីផ្ដល់ព័ត៌មានទោះបីជាឈឺចាប់យ៉ាងណាណារ៉ាក៏សម្រេចចិត្តទៅរកថ្នាំព្យាបាលសូភាដោយមិនទុកចិត្តនរណាម្នាក់ឡើយដើម្បីព្យាបាលបណ្ដាសាដែលយាយីសូភាណារ៉ាត្រូវការទឹកជីវិតពីត្រពាំងដែលចាស់ហៅថាត្រពាំងខ្មៅទឹកត្រពាំងនេះជាកន្លែងដែលវិញ្ញាណក្នុងសុបិនបានចង្អុលប្រាប់ណារ៉ាទៅដល់ត្រពាំងនោះនៅពាក់កណ្ដាលអាត្រៀតផ្ទៃទឹកមានពណ៌ខ្មៅហើយគេឮសូរសំឡេងខ្មោចទឹកស្រែកហៅឈ្មោះគេឲ្យចុះទៅលេងជាមួយខ្មោចទឹកនោះបានបង្ហាញខ្លួនជាស្ត្រីកំសត់ម្នាក់ដែលលង់ទឹកស្លាប់ណារ៉ាមិនខ្លាចទេគេប្រាប់ទៅវិញ្ញាណនោះថាគេមិនមែនមករំខានទេតែមកសុំទឹកដើម្បីជួយជីវិតមិត្តភក្តិវិញ្ញាណនោះចាប់ផ្ដើមយំរៀបរាប់ពីការឈឺចាប់របស់ខ្លួនដោយសារតែចិត្តបរិសុទ្ធណារ៉ាក៏ដងទឹកនោះបានដោយសុវត្ថិភាពហើយខ្មោចទឹកក៏បាត់ខ្លួនទៅវិញពេលដែលណារ៉ាលាបទឹកជីវិតលើសូភា
ញឹងក៏ចាប់ផ្ដើមមានកម្លាំងវិញហើយអាចមើលឃើញវិញ្ញាណបានដូចដើមពេលនោះក្រុមឈ្មួញបានរកឃើញច្រកចូលរូងភ្នំវិញហើយបានចូលមក មេក្រុមឈ្នួញឈ្មោះលាក់លេចមុខមកដោយខ្លួនឯងលាក់ជាបុរសវ័យ40ឆ្នាំមៀតមាំភ្នែកក្រហមហើយមានសាក់យ័ន្តពេញខ្លួនគាត់ជាអ្នកពូកែខាងអំពើអាបធ្មប់និងមន្តអាគមខ្មៅលាក់បានស្រែកគំរាមឲ្យណារ៉ាប្រគល់កំណត់ហេតុនឹងកែវភ្ងាក់អាទិទេពពេលដែលណារ៉ានិងសូភីកំពុងជាប់ចំណាប់ឃ្មាំងនឹងក្រុមឈ្មួញស្រាប់តែលោកតាសោមលេចមុខកណ្ដាលមាត់រងភ្នំលោកតាមិនមែនជាជនកបฏទេលោកតាសោមបានបង្ហាញពីការពិតថាគាត់គឺជាអ្នកការពារកំណប់ចំនួនចុងក្រោយដែលត្រូវលាក់ខ្លួនជាអ្នកថែរក្សាប្រាសាទដើម្បីខ្លំមើលក្រុមឈ្មួញ បន្ទើហេតុរបស់ជីតាណារ៉ាក៏ជាផ្នែកមួយនៃផែនការការពារកំណប់ដែររាល់ការសន្ទនាដែលណារ៉ាឮគឺជាការបញ្ឆោតរបស់លោកតាដើម្បីបន្លប់ក្រុមឈ្មួញលោកតាបានចាប់ផ្ដើមប្រាយក្បាច់គុណបុរាណរបស់គាត់វាយប្រហារទៅលើឈ្មួញ ការប្រយុទ្ធគ្នាដ៏តានតឹងបានកើតឡើងលោកតាសោមពូកែខ្លាំងតែដោយសារវ័យចំណាស់គាត់ត្រូវបានបុរសមៀតធំចាប់បានណារ៉ានិងសូភីក៏ចូលរួនប្រយុទ្ធដែរណារ៉ាប្រើភាពរហ័សរហួនរបស់គេវាយតបតជាមួយក្រុមឈ្មួញសូភីបានប្រើកម្លាំងវិញ្ញាណរបស់នាងបង្វាយអារម្មណ៍ឈ្មួញដោយធ្វើឲ្យពួកគេឃើញរូបរាងខ្មោចលង ក្រុមឈ្មួញកាយនេះតែច្រើនឡើងលាក់បានរុញច្រានលោកតាសោមទៅទល់នឹងទ្វារដៃចុងក្រោយដែលនាំទៅកាន់បន្ទប់ដាក់កំណប់ឲ្យយើងទៅបើមិនឲ្យទេឯងនឹងស្លាប់នៅទីនេះលាក់ស្រែកលោកតាសោមញញឹមយ៉ាងត្រជាក់កំណប់នេះជារបស់ប្រទេសជាតិមិនមែនជារបស់មនុស្សដូចឯងទេលោកតាបានប្រើកម្លាំងចុងក្រោយរបស់គាត់គាស់ទ្វារដាច់នោះដោយឈើច្រត់ឆ្លាក់ក្បាច់បុរាណទ្វារក៏បើកឡើងហើយពន្លឺភ្លឺផ្លាយចាំងចេញមើលទីខាងក្នុងពេលនោះលោកតាបានប្រាប់ណារ៉ាថាចូលទូកុំឲ្យវាប៉ះពាល់កំណប់ឲ្យសោះរួចហើយលោកតាក៏ត្រូវលាក់វាយពីក្រោយរហូតដួលចុះណារ៉ានិងសូភីក៏រត់ចូលទៅទាំងទឹកភ្នែក នៅខាងក្នុងបន្ទប់នោះមានពន្លឺពណ៌មាសចាំងចែងនៅលើអាសនៈថ្មមួយមានដាក់ក្របថ្មថ្លាមួយដុំដែលមានរស្មីចែងចាំងនេះគឺជាកែវភ្នែកអាទិទេពវាមិនមែនជាមាសទេតែជាក្របថ្មដែលផ្ទុកថាមពលកម្លាំងធាតុទាំង4ពេលណារ៉ាប៉ះវាគេទទួលបានអារម្មណ៍ថាកម្លាំងដែលអាចធ្វើឲ្យពិភពលោកទាំងមូលប្រែប្រួល และបានវាយទម្លុះទ្វារចូលមកទាំងកំហឹងគាត់ប្រើមន្តអាគមខ្មៅបង្កើតរូបរាងស្រមោលបិសាចដើម្បីបំភ័យណារ៉ានិងសូភីและដណ្ដៅបានកែវភ្នែកនោះហើយក៏ចាប់ផ្ដើមសាចយ៉ាងខ្លាំងឥឡូវនេះពិភពលោកជារបស់អញហើយและស្រែកហើយធម្មពលអាក្រក់ក៏ចាប់ផ្ដើមព័ទ្ធជុំវិញខ្លួនគាត់សូភីដឹងថាគ្មានផ្លូវប្រយុទ្ធនឹងលាក់ដោយកម្លាំងកាយឡើយនាងក៏បិទភ្នែកហើយក៏ហៅវិញ្ញាណនាងការពារប្រាសាទទាំងអស់ស្រមោលញាក់ចម្បាំងបុរាណរាប់មិនអស់បានលេចឡើងនៅក្នុងបន្ទប់នោះវិញ្ញាណទាំងនោះបានពួតជុំវិញលាក់ហើយដកធម្មពលរបស់គាត់ចេញជាបណ្ដាលាក់ឈឺចាប់យ៉ាងខ្លាំងព្រោះអំពើអាបធ្មប់របស់គាត់ត្រូវបានកំទេចដោយកម្លាំងនៃភាពស្មោះត្រង់របស់បុរស ណារ៉ាឆ្លៀតឱកាសដណ្ដើមកែវភ្នែកអាទិទេពពីលាក់មកវិញគេសម្លឹងមើលវាហើយដឹងថាបើគេយកវាទៅប្រើគេអាចក្លាយជាអ្នកមានបំផុតតែគេក៏អាចធ្លាក់ទៅក្នុងអំណាចងងឹតដូចលាក់ដែរណារ៉ាបានសម្រេចចិត្តដ៏ធំធេងគេមិនយកកំណប់នោះទេគេបែរទៅរកវិញ្ញាណអ្នកការពារហើយសុំការអនុញ្ញាតប្រើថាមពលចុងក្រោយរបស់កែវភ្នែកដើម្បីបិទទ្វារកំណប់ជារៀងរហូតណារ៉ាបានដាក់កែវភ្នែកទៅលើអាសនៈវិញហើយប្រើមន្តបុរាណពីកំណត់ហេតុជីតារបស់គេថាមពលដ៏ធំសម្បើមបានរត់ចេញពីកែវភ្នែករត់បាត់ច្រកចូលរូងភ្នំទាំងអស់ដោយគ្រឹះថ្មដែលមិនអាចទម្លុះបានและត្រូវបានខ្មោចវិញ្ញាណចាប់បានហើយត្រូវជាប់នៅទីនោះជារៀងរហូតក្រោយពីព្រឹត្តិការណ៍នេះណារ៉ានិងសូភីបានចេញពីរូងភ្នំហើយយកសពលោកតាសោមមកបូជាតាមប្រពៃណីអ្នកភូមិបានដឹងការពិតពីការលះបង់របស់លោកតាណារ៉ានិងសូភីបានក្លាយជាអ្នកការពារប្រាសាទស្រមោលថ្មីពួកគេមិនបានយកកំណប់មាសប្រាក់ទេតែពួកគេបានរក្សាសន្តិភាពនិងមរតករបស់ដូនតា
ប្រាសាទស្រមោលនៅតែមានម្លប់ត្រជាក់ត្រឈឹងប៉ុន្តែពេលនេះវាលែងមានស្រមោលអាក្រក់ទៀតហើយរឿងដំណាលនៃកំណប់អាចកំបាំងបានក្លាយជាប្រវត្តិសាស្ត្រដ៏សក្តិសិទ្ធិសម្រាប់ក្មេងជំនាន់ក្រោយហើយភូមិថ្មចាស់ក៏បានវិលទៅរកភាពសុខសាន្តឡើងវិញរហូតតទៅសូមអរគុណមិត្តអ្នកស្ដាប់ដែលបានតាមដានស្ដាប់តាំងពីដើមដល់ចប់សូមជម្រាបលា